ទៅធ្វើការយកលុយចិញ្ចឹមគ្រួសារចិញ្ចឹមយកថវិកាចិញ្ចឹមកាពះរបស់យើងហ្នឹងបាទចឹងការងារយើងត្រូវធ្វើដោយយកចិត្តទុកដាក់ការងារត្រូវជាអាទិភាពនៅក្នុងការរស់នៅបាទការងារបើអត់ការងារយើងស្មើនឹងអត់មានចំណូលហើយដូច្នេះយើងត្រូវធ្វើការងារប្រកបដោយគំនិតបញ្ញាស្មារតីវាងវៃយកចិត្តទុកដាក់បាទទៅលើការងាររបស់យើងហ្នឹងបាទដោយស្មារតីទទួលខុសត្រូវបាទដើម្បីឲ្យការងារជោគជ័យគឺត្រូវធ្វើអ្វីៗដោយមានផែនការការងាររបស់យើងណាគេថា planning organizing leading control and evaluating សំខាន់ណាយើងត្រូវចេះខ្លះទី1ធ្វើផែនការហើយយើងរៀបចំវាមកយើងរៀបចំអនុវត្តមិនគូសវាឲ្យហើយមកទី1ផែនការណាទី2រៀបចំទី3ដឹកនាំខ្លួនយើងណាដឹកនាំទៅលើផែនការយើងណាបាទដឹកនាំអនុវត្តធ្វើទៅបាទព្រោះជីវិតយើងដឹកនាំការងារយើងក៏យើងដឹកនាំការងារហើយអីទៀតត្រួតពិនិត្យបាទត្រួតពិនិត្យការងារហ្នឹងមើលតាំងពីដើមរហូតដល់ចប់បាទត្រួតពិនិត្យវាទៅមានចំណុចអីបាទគ្រប់ផែនការនៅរៀបចំបានត្រឹមត្រូវនៅបាទអញ្ចឹងទៅអានឹងគេហៅថាត្រួតពិនិត្យដល់វាតម្លៃយើងត្រូវមានការវាតម្លៃមួយទៀតតែអត់វាតម្លៃវាស្មើនឹងយើងអត់ដឹងថាការងាររបស់យើងវាខ្សោយវាខ្លាំងអីចឹងណាបាទអញ្ចឹងកុំចោលរឿងវាតម្លៃការងារបាទគេហៅថាការងារវាស់វែងដោយស្នាដៃដោយលទ្ធផលអញ្ចឹងយកលទ្ធផលមកដាក់លើតុបាទហ្នឹងហើយវាបកស្រាយប្រាប់យើងបាទអញ្ចឹងរៀនធ្វើការងារដោយមានផែនការត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់ទាន់ពេលកុំឲ្យយឺតយ៉ាវកុំឲ្យអសកម្មទៅលើការធ្វើការងារព្រោះយើងជាមនុស្សដែលទទួលខុសត្រូវទទួលទាំងខុសទទួលទាំងត្រូវអាត្រូវក៏ជាការទទួលអាខុសក៏ជាការទទួលអាហ្នឹងហើយគេហៅថាអ្នកធ្វើការងារបាទការងារត្រូវសម្ភារបាទតួនាទីត្រូវសម្ភារធ្វើឲ្យល្អបាទការបន្តត្រូវតែប្រឹងប្រែងត្រូវតែអនុវត្តទៅតាមផែនការរបស់យើងចាំបានគេឲ្យយើងមាន planning organizing leading control and evaluating ហ្នឹងណាបាទ it is very important for us to control our work our results how to be corrected or improved ថ្ងៃហ្នឹងអត់ស្ទះបាទទៅវឹងមកស្ទះដោយថ្ងៃអញ្ចឹងណាបាទអញ្ចឹងយើងកុំឲ្យធុញថប់នឹងជីវិតរបស់យើងបាទជីវិតវាមានថ្ងៃខ្លះទៅក៏សប្បាយទៅថ្ងៃខ្លះទៅក៏ប្រែប្រួលបន្តិចបន្តួចមកសំខាន់យើងចេះធ្វើជីវិតឲ្យរីករាយកុំឲ្យអាប់អួរអូខេ